ស្រាវចម្ងល់ពុកម៉ែបងប្អូនហេតុអ្វីសៀមព្រមស្រួលម្លេះចុះយោធាសៀមព្រមទេតើគេអនុវត្តនៅពេលណាមានការដោះដូរអ្វីផ្សេងទេដឹងហើយនរណាអ្នកដឹងឮខ្លះនេះជាសំណួរបងប្អូនដែលបានសួរមកកាន់ខ្ញុំក្រោយពីខ្ញុំផុសផ្សាយថាបណ្ដាលួនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទសៀមត្រូវរើចេញត្រូវប្រគល់ដីឲ្យខ្មែរវិញនិងបន្ថែមពីលើដីផ្លូវកៅស៊ូថ្មីជាដីដែលសៀមធ្លាប់បានគ្រប់គ្រងកន្លងមកឲ្យខ្មែរថែមទៀតរួមទាំងត្រូវកសាងបោះបង្គោលព្រំដែនគោក15បង្គោលនិងព្រំដែនទឹក3បង្គោលបន្ថែមផ្អែកលើសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904ដល់ឆ្នាំ1907មានຂະຫນາດផែនទី1/200,000បន្តអនុវត្តតាម MOU ឆ្នាំ2000ដោយផ្អែកទៅលើហត្ថលេខីនៃកិច្ចព្រមព្រៀង GBC និង JBC ថ្ងៃទី22និងថ្ងៃទី23ថ្ងៃនេះខ្ញុំគិតថាប្រហែលជាគាត់ភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលទទួលបានព័ត៌មានបែបហ្នឹងព្រោះគាត់សឹងតែមិនគួរឲ្យជឿទៅបង្កើតចេញជាសំណួរជាច្រើនឆ្ងល់តាមពិតរឿងនេះពិតជាពិបាកយល់មែនហើយពេលខ្លះពីបងប្អូនជឿពួកព័ត៌មានមិនពិតច្រើនពេកឥឡូវខ្ញុំសូមបញ្យល់ធម្មតាឲ្យបងប្អូនពិចារណាមិនមែនសុកសៀមយល់ព្រមចុះហត្ថលេខីនៅកិច្ចព្រមព្រៀងដោយការរៀបរាប់ខាងលើនោះទេដោយពាក្យមួយគេនិយាយថាបើមិនខ្លាំងចរចាគឺចាញ់ចុះខ្មែរយើងខ្លាំងអ្វីខ្មែរយើងខ្លាំងលើរឿង4យ៉ាងទី1មេតបនិងកងទ័ពខ្លាំងអាចទប់ទល់ឈ្នះសង្គ្រាមសៀមឈ្លានពាន5ថ្ងៃទី2មេតបនិងអ្នកនយោបាយដោះស្រាយការទូតខ្លាំងមានប្រៀបជាងសៀមព្រោះផ្អែកលើស្របច្បាប់អន្តរជាតិទី3ប្រជាពលរដ្ឋគាត់ខិតខំតស៊ូអត់ធ្មត់យ៉ាងខ្លាំងដូចជាការជំនះភាសឹកស៊ូទ្រាំមិនចោលភូមិទប់ទល់ជាមួយសៀមត្រូវសៀមធ្វើទុកបុកម្នេញគ្រប់បែបយ៉ាងឈឺចាប់ទូទាំងប្រទេសនៅតែតស៊ូអត់ធ្មត់បានទី4កម្ពុជាថ្នាក់ដឹកនាំខ្មែរយើងលោកមានទស្សនវិស័យនិងយុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់ក្នុងការដឹកនាំដ៏ខ្លាំងពូកែទៅប្រែពីកងទ័ពតិចឈ្នះកងទ័ពច្រើនសេដ្ឋកិច្ចធម្មតាអាចក្លាយទៅជាសេដ្ឋកិច្ចខ្ពស់ព្រោះតែប្រជាជនស្ដាប់និងអនុវត្តបានឯនយោបាយប្រែក្លាយពីធម្មតាកើតជាប្រទេសមួយដែលទទួលការចាប់អារម្មណ៍និងគ្រប់គ្រងកម្ពុជាទូទាំងពិភពលោកដូច្នេះសំណួរសួរខាងលើអាចយល់បានហើយតើមកពីមូលហេតុអ្វីបានជាសៀមត្រូវយល់ព្រមមកពីមានបព្វហេតុខ្មែរយើងខ្លាំងទើបសៀមយល់ព្រមឯរឿងនយោបាយសៀមព្រមដែរឬទេបើមិនព្រមក៏ត្រូវតែបង្ខំចិត្តព្រមដែរនៅថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពទេត្រូវដកអាវុធចេញដើរចេញយ៉ាងអាម៉ាស់ពីព្រោះថាបើមិនយល់ព្រមតាមគឺប្រឆាំងនឹងឯកសារហត្ថលេខីនិងកិច្ចព្រមព្រៀងសន្ធិសញ្ញាផ្សេងៗដូចបញ្ជាក់ខាងលើគឺខុសច្បាប់អន្តរជាតិបើហ៊ានបន្តសង្គ្រាមមានន័យថាខុសច្បាប់សង្គ្រាមដូច្នេះគំថាអាមេរិកក៏មិនហ៊ានជួយដែរគ្មានជំរឿអ្វីក្រៅពីយល់ព្រមទេរីឯអនុវត្តនៅពេលនេះការដោះដូរទេដឹងនរណាដឹងឮខ្លះខ្ញុំអាចបញ្យល់ថាការអនុវត្តគឺក្រោយពីចុះកិច្ចព្រមព្រៀងសន្តិភាពរួចការអនុវត្តត្បិតថាมันមានរយៈពេលខ្លីប៉ុន្តែអ្វីដែលសំខាន់ជាងគេបំផុតគឺយើងមានប្លង់រឹងទាំងចំនួនយើងនិងចំនួនកូនចៅយើងគ្មានការព្រួយបារម្ភទេហើយរឿងនេះយើងគ្មានអ្វីយកទៅដោះដូរទេគឺការចេញមកអំពីការខិតខំតស៊ូរបស់រាជរដ្ឋាភិបាលយើងវីរៈកងទ័ពយើងនិងការចូលរួមរបស់ប្រជាជនយើងចំណែកអ្នកដឹងឮគឺជាអន្តរជាតិនិងអាស៊ានមានប្រធានាធិបតីអាមេរិកលោក Donald Trump ចុះហត្ថលេខីធ្វើសាក្សីពេលបញ្ចប់នីតិពិធីអនុវត្តព្រំដែនយកផែនទីទៅតម្កល់នៅអង្គការសហប្រជាជាតិទីក្រុងឡាអេនិងប្រទេសបារាំងគឺជាផែនទីដែលទទួលស្គាល់ជាសកលទូទាំងពិភពលោកខ្ញុំសូមសរសេររៀបរាប់បញ្ចប់ត្រឹមប៉ុណ្ណេះចុះគឺជាការសង្ខេបបែបខ្លីនិងមានការបង្រួមទិន្នន័យដើម្បីឲ្យបងប្អូនអានសិក្សាពិចារណាបើសិនជាមានចំណុចលើសលួសខ្វះត្រង់ចំណុចណាខ្ញុំសូមគោរពអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានដល់ចប់រូបភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតប្រភពសំណេរ6ណែវតកតងទៅនឹងការចែករំលែកនេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា